បាទបន្តទៅនេះសូមជម្រាបជូនរឿងរ៉ាវពីខេត្តបរសៃអនុវិញម្ដងលោកបុត្រារឿងសំណង់អាណាធិបតេយ្យតើយ៉ាងម៉េចយ៉ាងម៉ាយបងប្អូនជីវរដ្ឋលោកលូរទាំហើយអាញាធិបលោកដោះស្រាយបែបណាចំពោះរឿងនេះជាមើលសូមជូនវិរៈទៅលោកបុត្រាជម្រាបពីស្ដារសំជើញបាទសូមអរគុណរឿងនេះមិនមែនត្រឹមតែប្រជាពលរដ្ឋនៅក្នុងក្រុងបរសៃអនុទេគឺមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកខាងក្រៅបាទគេត្អូញត្អែគេរិះគន់ថាសំណង់អាណាធិបតេយ្យបានសង់យ៉ាងកេរកោតបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនឹងពិបាកធ្វើដំណើរបាទពិបាកធ្វើដំណើរយ៉ាងម៉េចដោយទីមួយគឺវាអាចស្ទះចរាចរណ៍នៅពេលដែលធ្វើដំណើរទៅតាមផ្លូវឬក៏ទិញរបស់របរនៅក្នុងផ្សារអញ្ចឹងហើយការកកស្ទះក៏ដូចជាការសាងសង់នេះគឺមានតែពីរកន្លែងទេពីរកន្លែងគឺនៅផ្សារលើគេហៅថាផ្សារឆេះបាទផ្សារលើផ្សារឆេះហ្នឹងបាទហើយនឹងផ្សារទីតាំងទី2គឺផ្សារថ្មីផ្សារចិនបាទធ្វើបាត់បង់សោភ័ណភាពសម្រាប់ធ្នាប់យ៉ាងពេញទំហឹងតម្រងដោយលោកខៈបានឃើញកន្លងមកនៅខាងមួយទៀតខាងបាញ់ហ្នឹងគឺគាត់សង់គេកោតឲ្យពិបាកនឹងការធ្វើចរាចរណ៍អីចឹងផ្សេងរនាំឲ្យវាការគេហៅថាខាតពេលវេលាសម្រាប់ធ្វើដំណើរបងប្អូនប្រជាពលរដ្ឋទៅកាន់ទីកន្លែងផ្សេងបាទតម្លៃសម្រាប់ប្រជាពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរនោះក៏បាននិយាយឲ្យដឹងផងដែរថាការកកស្ទះចរាចរណ៍ហ្នឹងគឺចំណុចខាងផ្លូវតែងតែមានកើតមានជាប្រចាំជាពិសេសគឺរៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យហ្មងមនុស្សច្រើនហ្មងបាទចូលមកទិញហើយអញ្ចឹងពិបាកនឹងធ្វើដំណើរចុះបើផ្លូវវារៀងតូចហើយដល់គាត់សង់យ៉ាងបែបគេហៅថាធម្មតាអាណាធិបតេយ្យវារៀងលយចូលមកមាត់ផ្លូវទៅហើយអញ្ចឹងទៅម៉ូតូមកឈប់មួយម៉ូតូពីរមកឈប់ពីរ3 4វាអាចកកស្ទះអញ្ចឹងហើយកន្លងទៅខាងអាជ្ញាធរបាទលោកធ្លាប់ណែនាំធ្លាប់ចុះគេហៅថាត្រួតពិនិត្យបន្តហើយថាឲ្យបងប្អូនប្រជាពលរដ្ឋហ្នឹងធ្វើម៉េចកុំឲ្យសង់ទៅលើសម្ដីផ្លូវក៏ដូចជាការរៀបចំផ្ទះសម្បែងហើយកន្លងមកគាត់លើកឡើងថាប្រជាពលរដ្ឋមួយចំនួនគាត់បានលើកឡើងថាមានការសង់បុគ្គលអនាម័យផ្សេងទៀតនោះបាទឲ្យមានសណ្ដាប់ធ្នាប់រៀបរយទេចោលចេះចោលចោលបាក់និយាយតែខ្ញុំអត់ចង់លើកនិយាយច្រើនវាអាចប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋអញ្ចឹងមួយចំនួនទេដែលគាត់សាងសង់គេហៅថាកន្លែងគេកោតដំណាំអត់មានសណ្ដាប់ធ្នាប់នឹងអញ្ចឹងទេក៏សំណូមពរប្រជាពលរដ្ឋនៅក្នុងក្រុងគាត់សំណូមពរតែម្ដងធ្វើម៉េចឲ្យចាត់វិធានការតាក់ទងទៅនឹងបញ្ហានេះខាងអាជ្ញាធរហើយយកចិត្តទុកដាក់ផងហើយតែគាត់ថាខាងអាជ្ញាធរលោកបាននិយាយឲ្យថាគាត់ធ្លាប់ចុះទៅគេហៅថាណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលនៅក្នុងម្ដុំហ្នឹងនៅក្នុងតំបន់ផ្សារ2កន្លែងហ្នឹងបាទមានសំណង់អាណាធិបតេយ្យហ្នឹងគាត់តែថាទោះបីតែរៀបចំហើយខាងអាជ្ញាធរចុះទៅរៀបចំហើយដល់ពេលមកផ្លែតខាងទៅវិញគាត់ចាប់ផ្ដើមដាក់មកវិញបាទអញ្ចឹងពិបាកនឹងខាងអាជ្ញាធរលោកត្រួតពិនិត្យដែរគាត់ថាចុះទៅណែនាំហើយដល់ក៏ពេលកន្លងមកសន្យាគ្នាថាឈប់ធ្វើឈប់អីចេញចុះស្រាប់តែមកផ្លែតទៅចូលមកកន្លែងដើមវិញអញ្ចឹងទេគឺជាកង្វល់មួយរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងបរសៃអនុដឹងហើយថាខេត្តបរសៃអនុគឺជាខេត្តមួយដែលតាក់ទាញភ្ញៀវទេសចរច្រើនចូលទស្សនាជាពិសេសគឺភ្ញៀវអន្តរជាតិបន្ទាប់ពីខេត្តសៀមរាបអញ្ចឹងណាបាទអញ្ចឹងធ្វើម៉េចដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួនដែលនៅជាប់នឹងប្របមាត់ផ្លូវជួយគ្នាដើម្បីរក្សាសោភ័ណភាពក្រុងរបស់យើងកុំឲ្យមានបែបលក្ខណៈអនាធិបតេយ្យអញ្ចឹងបាទនេះវាពាក់ព័ន្ធទាំងภาษีផ្សារដែរពេលខ្លះហ្នឹងឯងចេះតែអនុញ្ញាតចេះតែយកជាដើមហ្នឹងទៅដល់យូរទៅវាកាន់តែច្រើនទៅអញ្ចឹងហើយបានសម្ដេចលោកមានប្រសាសន៍កាលពីម្សិលមួយថ្ងៃហ្នឹងឲ្យតាមខេត្តនីមួយចាប់ដើមធ្វើរឿងអ្នកយកភាស៊ីហ្នឹងមិនមែនធ្វើទៅកាប់សម្លាប់ទេមិនមានរៀបចំសម្ដាប់ធ្នាប់ល្អប្រសើររៀបចំអរិយាប័ត្របានត្រឹមត្រូវជាដើមទៅហើយធ្វើយ៉ាងម៉េចរៀបរៀងជាមុនដំបូងកុំឲ្យគេហៅថាវាពូនទៅជាកណ្ដៀហើយបានយើងយកជាប់កាប់មកកាប់ជន់កាប់អត់ដាច់ទេដំបូកហ្នឹងខ្ញុំធ្លាប់កាប់តែធ្លាប់កាប់អត់ដាច់ទេបាទអញ្ចឹងពេលខ្លះទៅរឿងចំណតម៉ូតូចំណតអីហ្នឹងបងដាក់ពណ៌ទៅវាទៅជារឿងនាំមកស្ទះដែរជិះយកផ្លូវនោះទៅចំណតអស់ហើយហ្នឹងគិតយ៉ាងម៉េចបាទអញ្ចឹងទុកជូនសមត្ថកិច្ចទេនេះគ្រាន់តែថាជាការមើលឃើញប៉ុន្តែមិនខ្ញុំមើលឃើញដូចផ្សែងបរិយហុយផ្សែងបរិយហុយហ្នឹងតិចទៀតបងព្រោះរាជរដ្ឋាភិបាលលោកចេញសារាចរណ៍មួយណែនាំអំពីការពិសាបរិយនៅតាមទីសាធារណៈហ្នឹងហើយទីសាធារណៈមិនមែនខ្ញុំនិយាយនេះដើម្បីដាក់បន្ទុកលើបងប្រុសជិះម៉ូតូមិញទេដោយសារតែខ្ញុំឃើញអញ្ចឹងខ្ញុំចេះប្រហើបទៅទីសាធារណៈដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ប៉ះពាល់ដល់សុខភាពអញ្ចឹងបើសិនចង់ពិសាទៅរកកន្លែងណាដែលតែម្នាក់ឯងណាហ្នឹងតិចទៀតទៅជាបទល្មើសទៅជាបទល្មើសដែលគេអាចផ្ដន់ទោសឬក៏ពិន័យជាប្រាក់ត្មងបាទអរគុណអញ្ចឹងខ្ញុំសូមជូនរឿងមួយទៀតនៅខេត្តស្ទឹងត្រែងវិញម្ដងគឺថាសមត្ថកិច្ចខេត្តស្ទឹងត្រែងនោះលោកឃាត់ខ្លួនជនទំនើងប្រើប្រាស់អាវុធគំរាមអ្នកដទៃមើលគំរាមមកចេះ
បាទនេះកំភ្លើងចង់ស្អាតជាងជាពីមខ្ញុំទៀតរឿងនេះគឺលោកនៅខេត្តស្ទឹងត្រែងគឺលោកកំហឿនបានរាយការណ៍ថាកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងនឹងបានមកក្រាបជនទំនើងចំនួន5នាក់ឯណោះលោកបត្រាកាលពីថ្ងៃម្សិលថ្ងៃមួយគឺថ្ងៃទី16ខែកុម្ភៈនៅចំណុចភូមិព្រែកចាស់ក្នុងភូមិគីឡូលេខ8សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងបាទក្នុងក្រុងនេះហើយជនទំនើងប្រើប្រាស់អាវុធមួយដើមមកអាការ54បង់2និងគ្រាប់ចំនួន11គ្រាប់ហើយអាវុធនេះគឺជារបស់ឈ្មោះហ៊ុនរដ្ឋាហើយធឿនជាមន្ត្រីយោធាក្នុងអង្គភាពសឹករងខេត្តព្រះវិហារមិនក៏មកនៅលើដៃអ្នកផ្សេងអញ្ចឹងមានទីលំនៅភូមិឃុំទឹកក្រហមស្រុកជាំខ្សានខេត្តព្រះវិហាររួមទាំងបកពួកចំនួន4នាក់ទៀតណាមកស៊ីផឹកស៊ីផឹកគេឲ្យកាន់កំភ្លើងលេងណានៅចំណុចភូមិខាងលើបង្កជាអំពើហិង្សាដោយចេតនាណាព្រមទាំងកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់គ្មានលិខិតបញ្ជាបេសកកម្មពីមេបញ្ជាការអង្គភាពហើយបំរុងតបជាមួយនឹងសមត្ថកិច្ចទៀតសមត្ថកិច្ចចាប់ខ្លួនតទៀតបងកំតអីកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងបកពួករបស់ឈ្មោះហ៊ុនរដ្ឋាហើយធឿនចំនួន4នាក់ផ្សេងទៀតដែលក្នុងនោះមានឈ្មោះឯកយូរីអាយុ30ឆ្នាំមុខរបរអីចេះអាឈើលួនស្នាអាយុ20ឆ្នាំមុខរបរអាឈើខឹមសុផនអាយុ28ឆ្នាំមុខរបរអាឈើដែរបាទម៉ាច់លៀងអាយុ35ឆ្នាំអ្នករត់ម៉ូតូឌុបមានទីលំនៅភូមិឃុំកោះខ្ញែលមោះស្រុកសម្បូរខេត្តកញ្ចេះបាទហើយអ្នកទាំង5នាក់ដែលប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះឈ្មោះរិទ្ធសរមអាយុ51ឆ្នាំណារស់នៅភូមិឃុំម្ដុំនឹងក្រុងស្ទឹងសែនក្រុងស្ទឹងត្រែងនឹងដោយសារតែផឹកស្រាបដូរនិស័យបង្កភាពអសន្តិសុខក្នុងសង្គមហើយបច្ចុប្បន្នអ្នកទាំង5រូបដែលត្រូវឃាត់ខ្លួនដោយសមត្ថកិច្ចហ្នឹងគឺថាបានធ្វើការអប់រំនិងចាត់វិធានការតាមនីតិវិធីដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរឿងព្រមត្តនបាទណាបងអើយបាទទី1កាន់កាប់អាវុធខុសច្បាប់ទី2គឺប្រើប្រាស់អំពើហិង្សាដោយចេតនាហើយប្រើដោយអាវុធទៀតហិង្សាដោយអាវុធទៀតស្ថានទម្ងន់ទោសបាទវាអញ្ចឹងណាហើយយើងខ្ញុំធ្លាប់បានជំរាបជូនថាអាចនឹងប្រឈមមុខនឹងពន្ធនាគារពីប្រហែលឆ្នាំទៅប្រហែលឆ្នាំពេលនេះជាប្រាក់ពីប្រហែលអញ្ចឹងទុកថ្ងៃក្រោយបើកសំនួរចម្លើយយករង្វាន់ហ្មងបាទអរគុណណាអញ្ចឹងទុកជូនតុលាការលោកចាត់ចែងទៅចុះគេបាទមិនហ៊ានថាមិនថាទេជូនទៅលោកបន្តបន្តបាទអរគុណឥឡូវទៅខេត្តកញ្ចេះវិញគឺមេព្រៃខេត្តកញ្ចេះបាទមេព្រៃទៅចេញមេព្រៃមកដឹងអីបាទមេព្រៃខេត្តកញ្ចេះលោកចាប់ឈើបានរាប់សិបម៉ែត្រគូបបាទតាមរយៈរថយន្តហ៊ីចន្ដាយមួយគ្រឿងបាទជាទម្ងន់5តោនបាទ5តោនបំរុងលោតឆាត់ទលក់នៅព្រំដែនបាទពួកឆាត់យូរដែនណាបាទហើយតម្លៃឈើហ្នឹងគាត់តែស្ប៉ាន់ស្មានទេគឺសមត្ថកិច្ចលោកបានឲ្យដឹងថារាប់ម៉ឺនដុល្លារបាទមន្ត្រីការពារអភិរក្សព្រៃឈើបាននិយាយថាមានរថយន្តធុនកូរ៉េចំនួន5តោនមួយគ្រឿងហ្នឹងបាទដឹកឈើប៉និតពេញព្រៀបហើយកម្លាំងសមត្ថកិច្ចក៏បានបង្ក្រាបនៅលើផ្លូវជាតិលេខ7ដែរចំណុចភូមិស្រែរនាមឃុំខ្សឹមបាទស្រុកស្នួលខេត្តកញ្ចេះហើយមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថារថយន្តដឹកឈើនិងឈើប៉និតរាប់សិបកំណាត់នេះជាកម្មសិទ្ធិរបស់ជនណានោះឡើយដោយមានតម្លៃថាការដឹកជញ្ជូនលក្ខណៈទ្រង់ទ្រាយធំបែបនេះគឺមិនមែនជាសាមញ្ញជនអាចធ្វើទៅបាននោះទេអាចមានអ្នកធំនៅក្រោយអញ្ចឹងណាមិនបច្ចុប្បន្នជនអាចធ្វើបានទេមានអច្ឆរិយៈជននឹងហើយវាអាចគប់គិតគ្នាជាមួយនឹងអាជ្ញាធរណាមួយចំនួនអញ្ចឹងណាវាអាចលើកឡើងអញ្ចឹងគេសន្និដ្ឋានអញ្ចឹងខាងសមត្ថកិច្ចគេសន្និដ្ឋានអញ្ចឹងហើយឈើទាំងនេះត្រូវបានប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរសន្និដ្ឋានបន្ថែមថាសុទ្ធសឹងជាឈើប៉និតប្រភេទធ្នង់និងនាងួនបាទឈើត្រូវប៉ាន់ណាឈើលក្ខណៈឈើត្រូវប៉ាន់ហើយមានមុខកាត់ធំចំនួនរាប់សិបម៉ែត្រកំណាត់បរិមាណជិត20ម៉ែត្រគូបនិងតម្លៃរាប់ម៉ឺនដុល្លារមិនបានបញ្ជាក់ទេវាសិនបានមកយើងខ្លះក៏បានដែរនេះតម្លៃស្រួលបានលុយបានអីចាយខ្លះគុកដល់ទាំងយើងនឹងទៀតបាទហើយបើតាមការលើកឡើងរបស់លោកគុណពីដៅដែលជានាយសង្កាត់រដ្ឋបាលព្រៃឈើខ្សឹមបាទលោកបានបន្ថែមថាបន្ទាប់ពីការវាស់វែងគឺរកឃើញថារហូតដល់20ម៉ែត្រគូបបាទ20ម៉ែត្រគូបគាត់នៅម្លាហ្នឹងណាបាទហើយមានបរិមាណ20ម៉ែត្រគូបមានចំនួនហ្នឹងរាប់រយកំណាត់បាទរាប់រយកំណាត់ហើយបញ្ជាក់ថារថម៉ូតូនៅពេលនេះគឺកម្លាំងជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើបន្ថែមទៀតថាតើវែកមុខជនសង្ស័យអ្នកដែលប្រព្រឹត្តដែលជាឈ្មួញនាំចេញឈើទៅកាន់ក្រៅប្រទេសហ្នឹងវាយ៉ាងម៉េចយ៉ាងម៉េចអញ្ចឹងកំពុងតែរៀបចំគេហៅថាសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តទៅទៀតបាទ
nơi khung sâm nó miền cái là hạ cung pre chơi mùi sọc lô khai cái chếประมาณ ngày muốn lục rót lục ban rica về rừng cruise chả trò bên này nơi mà đông nó cứ miền hạ cung muối chúng tôi từ căn đầm món nó bông ôn cái thà sài pop piano pop pre chơi từng nơi hạ cung nó nè cái bông ôn nơi hạ cung nó phi chim cà phê pre chơi xem cũng ở miền cà lùi cặp bầm play ấy tục còn sài pop ano pop chia cho rồi có bày vua bòi vô từ lụa từ đối nè bông ôn chơi việc chơi chun chít đào người nông miền pre muối nó nơi bởi dương tới Việt Nam Pinh tới nơi khang chơi đáy pre chơi à giờ ban cho từ pre nó cho tới 2 ban 100 mét ở hiện cho từ tiến để ngạt tới đám chơi hay pe mua với màu rùm đại dương tòa kia về mỏ vô đại kia được khmúng á chẳng mấy được khmúng rùm bờ cồn chứ mà này nó đọ thôi với đói lại tầm mục khám bao cô nên lấy số mà nhát chun pon miếng bẹ pon từ nâng rương sọp rồi thò với cứ thà cả các bạn cả hôm khăn po san chế lục bàn đựng nuông vô cờ ẩm náo thả với cá xong về rẹ thì bái từ chun đo cua sa cây cò mùi bạn cây cò mùi cần lấy đại thật nơi không phun một tập piang cọ bạn sang cắt ở lao khăn po san chế ri thì Phnom Penh cua sa ní cứ chết đấy cứ bệnh dây pi côn bánh cứ ra côn chừng luôn bầm buôn nè nơi không bật tục nó bầm pal nè tôi không khơi nữa tôi chẳng tới nữa bà thầy cho pi nẹt tiền nó cứ ra cái miền cruza chẳng tới từ bay sải khai chẳng tới nữa chẳng được nó bật tục nó bị bầm pal nẹt thôi thầy ôn club bàn riêng ôn club bàn riêng mình ai chọt nhé cứ tha mình ai chọt mình còn bàn dây tha cứ tha khoa khát thạ bị ca nơi không ca ao côn riêng ai một cái bò ngày nữa cứ tha mình miền bật bật cắt cho ba lọt đấy cứ si chinu kia cho rốt sờ kia rốt cam rốt chó mà lụa nó chẳng pin đẹp đây bột đó nè là rốt cam rốt chó mà lụa hay si chinu kia tới mà ngày cứ thả bán pi mơn tới pin đẹp đây bột hay côn khá cho chui cho thử nên bị cháy đón à cái sò có nó đây bò quạt nữa bò pro xuông sáo dụ sai giờ 4 năm ngày muối có từ rốt cam cho phải là 2 món từ rốt cam chó nó bây giờ lụa bông ông chỉ rốt là mua là tha này chứ nè là tới cứ thả bọ tạt lọc mà quấn nhá có là ở đuôi chẳng tới cứ tha ngược lên ruột mỏng ngược lên ruột bàn môi ôn ấy chẳng tới prap ấy vẫn còn nom đi vô máu cứ tha có ở anh vậy cả đấy nếu bạn này phơi chứ bên này dầm cả còn nom từ pet nó xây lui cái ốp buôn rồi là nè chật khang năng lộ áo xây nè lộ nó là sâu đấy của con slow bố đó chẳng có vô từ pet nó bàn mưa đất đây được chương tới bàn hột mà chẳng từ bên đấy pet prap tha đạch sổ sai chiếm khu các bà chọp đó thì ấy ca chừng chẳng bạn còn nơi sầm rạ nơi lừa kề năng là hột chẳng từ hay là anh vậy cả thì ban là bao nơi chẳng từ nơi chẳng từ chẳng ban xây đây đi cà phê ở nhà thầu khung sừng cạt ấy màu khăn po san chế cứ anh nuôi cái cam ca sa kha khăn po san chế cả loại hộp đó nè miền lục hai mươi đất ní lục chỉ bà rong khăn po san chế nâng chỉ bật thiên cái cam cá này nuôi sa khá các bạn hộp khăn po san chế lục ban đào bầm màu sập rọt chôn miền tăng pi bật thiên xa tầng bay không khăn phong miền tăng pi khang cơi rọt coi nó phong sập rọt chôn xem thiết bàn nom dốc nữa bàn tình mi bà đa khai thà tiệc bái á mà chọc sập cục mong miền tăng pi họ xem thực đó cô thực đó ấy từng nó chớ này nhưng mà ai đi bỏ bán hay nâng thả bị cá nó chủng luôn sam sập bay mơn bay quán bay rồi riêng nó chun từ cruza và quạt là bây giờ đo sai chỉ phiệp mùi cream sấn đấy như thứ mấy bởi các bạn khóm luôn miền lật tập phiệp bàn trầm năng chẳng chỉ vào đó ní xôm đạp cả lực lại người bò bòn sấy bẩn tay sấn làm pi thành là phiệp chỉ phiệp là bộ quạt bà xôm trên và chụp bón nó miền một bò thuê đấy một bò thuê sài si snor ke ở miền đây sờ phong cho phu có thuê đấy cho si snor ke ở kia cha si snor ke nó mà ngày ban pi mờ pi nẹt rồi phu nữa cha cái côn nó một tụcประมาณ này họ côn nó tục pel nẹt cho côn miền ban riêng ban sâu đấy họ ngày mình côn tôi riêng khang ọt khang hạt ấy ban riêng khang ọt khangปปรุจิเพียไปอดเมียนสักซอยไปมาให้โกนจะช่วยดาวรอปกมาได้จ้าดาวรอนติ่มเนี่ยจังเอาคลาสรอกดามรอไอ้ลุจังเอารอกจองจังพอบองโกนจะช่วยติ่มอย่างนั้นนะจ้าแล้วนี่อดปีปูตึ้งมีกระทาจีเพียบมีไปอย่างไม่ได้เหมือนมีดังไม่ใจเมียนกอดดังให้จะเปียงนอนใส่ได้ช่วยดอกดาวโกนรอนนู่นดับใบโฮมอ่ะจ้าดาวไปอดกอดเตาเวทเนียบางอย่างนาทุกวันเด็กยังไงมุกนี่พยักที่อาการะบอกก่อนดีเมื่อแต่เหตุไอ้บ้านที่ก่อนเตยจริงจังมี
ការៈគាត់ក៏ទៅរកក្តាមលក់ឲ្យបងប្អូនដល់ពេលទៅរកហើយបានក្តាមមកហើយគាត់ដើរទៅនឹងមិនបានទៅដួលមកពីរកក្តាមវិញតែមករកក្តាមឲ្យបងប្អូនហ្នឹងគាត់ឲ្យរកក្តាមឲ្យចាដល់ពេលហើយចាប់ដើរទៅបូមមួយផ្លេតហ្នឹងចាប់លឹកសូដួលបាត់ហើយដួលអញ្ចឹងទៅវាបណ្ដាលឲ្យគាត់នឹងយ៉ាងម៉េចដាល់ឲ្យគាត់ស្ទះគាត់អីចឹងនៅគ្នាទៅលើកទៅអីយកមកចឹងដល់យកទៅពេទ្យពេលថាឈាមមកចូលគ្រូក្បាលពេញហើយចាលុយប្រហែលដែរទៅពេទ្យទៅពេទ្យហ្នឹងវាសរុបទាំងឡានទាំងអីអស់400អញ្ចឹងចាបានលុយមកពីណាខ្ចីគេជួលគេឲ្យដាក់ទៀនឲ្យខ្ចីទៀតនៅពេលនេះកាកបាលក្រហមខណ្ឌពោធិ៍សែនជ័យលោកនាំយកអំណោយមកជូននេះបដោះគ្រាសំចាខ្ញុំអរគុណច្រើនអារម្មណ៍មិនដែរមានអារម្មណ៍ថាដូចថារននិយាយពីអ្វីនិយាយមិនចេញទេខ្ញុំវាអផងភ័យផងខ្ញុំដែលចឹងចាឥឡូវជួបប្រទះពិបាករងទុកខ្លាំងណាខ្ញុំគ្មានអីទេមានអរគុណម្រាមដៃ10ហើយបនរនីហ៊ុនសែននឹងអស់លោកនឹងសូមជួយទ្រង់ខ្ញុំនេះបានឲ្យអំណោយខ្ញុំឲ្យខ្ញុំអរគុណច្រើនឲ្យយុវវ័យយឺនយូរព្រះភាសាអរគុណបាទមើលទៅបើមើលពីក្រៅផ្ទះគាត់ដូចរៀងធំដែរខ្ញុំចូលដល់ជុំផ្ទះរៀងធំដែរមិនកាត់បាក់ហមមកចែកមកចាំមើលស្ថានភាពយ៉ាងម៉េចស្ថានភាពវិញប៉ុន្តែពេលខ្លះធំនៅសបកផ្ទះពីមុនទេបាទនៅក្នុងឱកាសនោះគឺលោកហែមដរិទ្ធដែលជាអភិបាលរងខណ្ឌពោធិ៍សែនជ័យនិងជាប្រធានគណៈកម្មការនុសាខាការបបាក់ហមខណ្ឌពោធិ៍សែនជ័យលោកបានសម្ដែងការក្រៀមក្រំចូលរួមហៅថាការលំបាករបស់បងស្រីជាពិសេសគឺបងប្រុសដែលបានទទួលហៅថាគ្រោះអកុសលហ្នឹងដែលធ្វើឲ្យបាត់បង់កម្លាំងពលកម្មនៅក្នុងក្រុមគ្រួសារហើយលោកបានចំហបកគោលលោកបានស្នើឲ្យអាជ្ញាធរមូលដ្ឋានរកអ្នកដែលខ្វះខាតដែលជួបគ្រោះហេតុផ្សេងណាហើយដែលធ្វើឲ្យជីវភាពពិបាកអញ្ចឹងផ្ដល់ដំណឹងទៅខាងលោកដើម្បីឲ្យលោកនេះគឺស្វែងរកសម្រាប់ជនជួយតាមលទ្ធភាពបន្តទៅទៀតបាទអញ្ចឹងគឺថាអ្នកធ្វើបុណ្យធ្វើទានគឺថាធ្វើអញ្ចឹងរហូតតាមអាចធ្វើទៅបានបាទតាមតែអាចធ្វើទៅបានទៅតាមលទ្ធភាពរបស់ខ្លួនដែរបាទអញ្ចឹងគឺថាសូមជម្រាបជូនព័ត៌មាននេះតែត្រឹមនឹងសិនហើយនេះវាមិនជាលើកទី1ទេដែលខាងលោកដឹកនាំសមាជិកក្រុមការងារចុះទៅចែកអំណោយជូនដល់បងប្អូនជាពិសេសគឺអ្នកដែលរងគ្រោះហើយនឹងខ្វះលទ្ធភាពនៅក្នុងជីវភាពប្រចាំថ្ងៃណាបាទអរគុណណាស់អញ្ចឹងសូមជូនប៉ុណ្ណឹងហើយជូនទៅលោកបត្រាបន្តចុះបាទរឿងសូមបន្ថែមខ្លីចុងក្រោយគឺនៅក្នុងខេត្តមណ្ឌលគិរីគឺតាក់ទងទៅនឹងវិស័យសុខាភិបាលអាគារសម្ភពចំនួន3បានអាគារគេហៅថាសម្រាប់ព្យាបាលជំងឺគ្រុនចាញ់គ្រុនឈាមអីផ្សេងណាពីព្រោះអីថាមូលហេតុដែលខាងក្រសួងសុខាភិបាលបង្កើតនៅក្នុងខេត្តមណ្ឌលគិរីព្រោះថានៅភាគច្រើនគឺតំបន់ព្រៃភ្នំមិនដាច់ស្រយាលបាទអញ្ចឹងទេគឺខាងក្រសួងសុខាភិបាលលោកបានយកចិត្តទុកដាក់ក៏ដូចជាជំនួយពីសពរដ្ឋជនផ្សេងមានក្នុងប្រទេសមានក្រៅប្រទេសដើម្បីបង្កើតនៅអាគារចំនួន3កន្លែងផ្សេងគ្នាបាទ3កន្លែងផ្សេងគ្នានៅក្នុងនោះគឺមានមណ្ឌលសុខភាពដាក់ដាំបាទស្ថិតនៅក្នុងឃុំដាក់ដាំស្រុកអូរាំងនិងមណ្ឌលសុខភាពពូជ្រៃស្ថិតនៅក្នុងឃុំពូជ្រៃស្រុកពេជ្រតាជាជំនួយរបស់ប្រទេសអាល្លឺម៉ង់ហើយនឹងមានជំនួយរបស់សប្បុរសជនផ្សេងមួយចំនួនទៀតគឺអាគារជំងឺឆ្លងបាទជំងឺឆ្លងក៏បានរៀបចំបើកសម្ពុតឲ្យប្រើប្រាស់ជាផ្លូវការដែរដោយក្នុងវត្តមានរបស់អាដាមមុំប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអាដាមបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រមប្រវត្តិទាំងអស់របស់ក្រសួងសុខាភិបាលខេត្តមណ្ឌលគិរីដែលបានអនុវត្តជោគជ័យក្នុងការកាត់បន្ថយអត្រាការស្លាប់ស្លាប់អីផ្សេងដោយសារជំងឺគ្រុនឈាមនិងគ្រុនចាញ់ជាបញ្ហាចម្បងនៅក្នុងខេត្តផងដែរជាពិសេសគឺរដ្ឋាភិបាលក៏យកចិត្តទុកដាក់តាក់ទងទៅនឹងបញ្ហាដែលមានជំងឺគ្រុនចាញ់ហ្នឹងអាដាមក៏បានបន្តថាការកើតឡើងនៅចំនួនបង្កើតអាគារនៅចំណុច3ចំណុចហ្នឹងគឺនៅភូមិភាគឦសានគឺមានប្រជាជនភាគច្រើនគឺជាជនជាតិដើមភាគតិចបាទកំពុងតែប្រឈមហានិភ័យទៅលើជំងឺគ្រុនឈាមគ្រុនចាញ់អញ្ចឹងទេបានខាងរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលហ្នឹងបានរៀបចំបង្កើតចំនួនអាគារ3កន្លែងផ្សេងគ្នាដើម្បីដាក់ឲ្យដំណើរការក៏ដូចជាសម្ពោធប្រើប្រាស់ជាផ្លូវការទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាជំងឺឈឺកាត់ទាំងអស់នោះបាទរឿងបងប្អូនជនជាតិដើមភាគតិចនេះយើងមានការលំបាកជាពិសេសគឺថាសមត្ថកិច្ចនៅតាមមូលដ្ឋានរឿងសុខភាពជាចម្បងជាងគេពីព្រោះពួកគាត់តែងតែជឿជំនឿរបស់គាត់ឧបមាថាឈឺគ្រុនក្តៅសន្ធប់អីទៅគាត់ថាមានគេធ្វើគេអីចេះចុះគាត់ធ្វើពិធីរបស់គាត់ហើយពិធីរបស់គាត់ហ្នឹងវានាំឲ្យប៉ះពាល់ដល់យុវជីវិតឧទាហរណ៍ថារឿងគ្រុនចាញ់មូដែលគូលញីវាខំពឹបឡើង3បោក4បោកអីជាប់បណ្ដោយហើយគាត់ចេះតែកាប់កបីកាប់អីលេងឡើងអារៈបញ្ចូលអារៈអីខុសត្រូវផ្លូវលោកផ្លូវធរឲ្យមករបស់គាត់ហ្នឹងវីវបណ្ដោយខ្ញុំធ្លាប់ជួបរឿងនេះច្រើនតាមបណ្ដាបងប្អូនជនជាតិដើមហ្នឹងគឺថាគាត់មិនងាយជឿពេទ្យទេអញ្ចឹងហើយបានជាក្រសួងសុខាភិបាលលោកបង្កើតគេហៅថាអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ផងមានប៉ុស្តិ៍សុខភាពផង
មានមណ្ឌលសុខភាពផងនិងមានខៅថាកាយឡ័យប្រតិបត្តិស្រុកផងអញ្ចឹងអ្នកដែលស្ម័គ្រចិត្តភូមិហ្នឹងគឺថានៅតាមភូមិគៀកនឹងគាត់មកមើលទៅរឿងមិនស្រួលទៅមើលណាទៅមើលទៅពិនិត្យអីចឹងទៅបាទអរគុណអញ្ចឹងសូមអនុញ្ញាតសម្រាប់ប៉ុណ្្នឹងសិនដែលទៀតយើងខ្ញុំភ្ជាប់ទូរស័ព្ទទៅកាន់ភ្នាក់ងាររាយការណ៍ព័ត៌មានតាមបណ្ដាខេត្តតើមានរឿងអ្វីផ្សេងទៀតដែលកើតឡើងកាលពីម្សិលមិញបាទសូមសម្រាប់មកផ្លែតបាទមេឃស្រឡាំងអាកាសធាតុខ្យល់បរិសុទ្ធធ្វើឲ្យជីវិត